សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin នឹងលើកយករឿងមួយដែលមានចំណងជើងថា The Bar មកធ្វើការសម្រេចជូនអ្នកទាំងអស់គ្នាស្ដាប់ដែលវាគឺជាខ្សែសាច់រឿងដែលទាក់ទងទៅនឹងមនុស្សមួយក្រុមដែលចូលទៅក្នុងកន្លែងញ៉ាំអីមួយកន្លែងហើយពួកគេមិនអាចចេញមកពីក្នុងហាងនោះទៅខាងក្រៅបាននោះទេពីព្រោះប្រសិនបើពួកគេចេញទៅខាងក្រៅពួកគេនឹងត្រូវមានមនុស្សមកពីណាក៏មិនដឹងចាំបាញ់សម្រាប់ពួកគេដោយសារតែនៅក្នុងហាងនោះមានរឿងអាចកំបាំងអ្វីម្យ៉ាងតោះបើចង់ដឹងថារឿងអាចកំបាំងនោះគឺជាអ្វីតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាក្រុមដំបូងនៃសាច់រឿងបានបង្ហាញឲ្យឃើញពីតួអង្គស្រីរបស់យើងកំពុងតែដើរចូលទៅក្នុងបារញ៉ាំអីមួយកន្លែងពីព្រោះថាទូរស័ព្ទដៃរបស់នាងអស់ថ្មនាងចូលទៅដើម្បីសុំសាកទូរស័ព្ទបន្តិចនៅពេលដែលតួស្រីយើងកំពុងតែសុំសាកទូរស័ព្ទពីបុគ្គលិកក៏មានបុរសធម្មម្នាក់ពាក់វ៉ែនតាខ្មៅដើរចូលទៅក្នុងហាងដែលមើលទៅអាការៈរបស់គាត់ដូចជាមិនសូវស្រួលនោះទេព្រោះថាគាត់បានយកក្រណាត់បិទមាត់និងក្អកខ្លាំងៗរហូតហើយគាត់ក៏បានចូលទៅខាងក្រោយហាងចូលទៅក្នុងបន្ទប់ទឹកបាត់ទៅមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ដែលចូលមកក្នុងបារកន្លែងញ៉ាំអីនេះដែរដែលគាត់មើលទៅដូចជាមនុស្សដែលមានសតិមិនសូវល្អនោះទេបន្ទាប់ពីនេះក៏មានបុរសម្នាក់កំពុងតែដើរចេញទៅខាងក្រៅហាងនៅពេលដែលគាត់ឈានជើងចេញទៅខាងក្រៅហាងបានមួយជំហានភ្លាមក៏មានសំឡេងកំភ្លើងបន្លឺឡើងយ៉ាងខ្លាំងដោយបុរសដែលបានដើរចេញទៅខាងក្រៅហាងនោះគាត់ត្រូវបានគេបាញ់សម្លាប់និងដេកស្លាប់នៅមុខហាងនឹងតែម្ដងហើយមនុស្សម្នាដែលនៅក្នុងបរិវេណហាងនោះក៏នាំគ្នាភ័យស្លន់ស្លោរត់គេចអស់ទៅធ្វើឲ្យគ្រប់គ្នាដែលនៅក្នុងហាងបាននាំគ្នាភ្ញាក់ផ្អើលនិងរងមកមើលពីក្នុងកញ្ចក់ទៅខាងក្រៅថាតើមានរឿងអ្វីកើតឡើងពួកគេមិនបានហ៊ានចេញទៅខាងក្រៅហាងនោះទេពីព្រោះបារម្ភថានឹងត្រូវគេបាញ់សម្លាប់ដូចគ្នាពួកគេគិតថាប្រហែលជាមានមនុស្សឈួតណាមកបាញ់សម្លាប់មនុស្សនឹងម្ដុំនេះមិនខានដោយឃើញបារម្ភនោះដេកស្លាប់ដូច្នេះបារម្ភម្នាក់ដែលនៅក្នុងហាងក៏បានចេញទៅជួយបារម្ភម្នាក់នោះព្រោះគាត់មិនអាចទ្រាំមើលហេតុការណ៍ដែលឲ្យគេបាញ់មនុស្សស្លាប់នៅមុខខ្លួនដោយមិនចេញទៅជួយនោះទេពេលគាត់កំពុងតែអន់ជួយធ្វើចលនាបេះដូងក៏មានគេលួចបាញ់សម្លាប់គាត់ដូចគ្នាដែលអ្នកបាញ់នោះមិនដឹងថាបាញ់ចេញពីកន្លែងណានោះទេធ្វើឲ្យមនុស្សដែលនៅក្នុងហាងមើលឃើញហើយភ័យស្លន់ស្លោរត់គេចពួនអស់ទៅពួកគេដឹងច្បាស់ថាប្រសិនបើចេញពីហាងប្រកាសជាត្រូវគេបាញ់សម្លាប់ដូចគ្នាមិនខាននោះទេបន្ទាប់មកពួកគេក៏នាំគ្នាទៅបើកទូរទស្សន៍មើលគិតថាបើមានហេតុការណ៍បែបនេះកើតឡើងនឹងមានមនុស្សស្លាប់នៅកណ្ដាលក្រុងបែបនេះប្រកាសជាមានព័ត៌មានអ្វីខ្លះហើយពីជនបង្កតែពេលដែលពួកគេបើកមើលក៏មិនឃើញថាមានការផ្សព្វផ្សាយពីព័ត៌មានអ្វីឡើយគ្រប់ប៉ុស្តិ៍ទូរទស្សន៍គឺនៅតែផ្សព្វផ្សាយបែបធម្មតាដដែលនៅក្នុងកំឡុងពេលដែលពួកគេកំពុងតែចាប់អារម្មណ៍មើលទូរទស្សន៍សក់ក៏មាននរណាម្នាក់នៅក្នុងហាងស្រែកប្រាប់ថាឥឡូវនេះសាកសពបានបាត់ខ្លួនហើយបន្ទាប់មកពួកគេក៏ទៅមើលនៅខាងមុខហាងហើយឆ្ងល់ជាខ្លាំងថាតើសាកសពបាត់ទៅយ៉ាងដូចម្ដេចប្រសិនបើប៉ូលីសមកយកសាកសពទៅពួកប៉ូលីសក៏គួរតែប្រាប់និងសួរហេតុការណ៍ពីមនុស្សដែលនៅក្នុងហាងនេះហើយធ្វើឲ្យឥឡូវនេះអ្នកគ្រប់គ្នាដែលនៅក្នុងហាងនាំគ្នាឆ្លុះប្រកែកគ្នាថាហេតុការណ៍ដែលបានកើតឡើងនេះចប់ហើយឬនៅឲ្យពិតប្រាកដបន្ទាប់ពីនោះក៏មានបុរសម្នាក់និយាយថាប្រហែលជាមានមនុស្សម្នាក់នៅក្នុងចំណោមពួកយើងយកគ្រាប់បែកចូលមកក្នុងហាងហើយប៉ូលីសមិនហ៊ានចេញព័ត៌មានផ្សព្វផ្សាយនោះទេដើម្បីកុំឲ្យប្រជាជនមានការភ្ញាក់ផ្អើលក៏បាញ់សម្លាប់គ្រប់គ្នាដែលបានដើរចេញពីហាងនេះទៅដោយមិនដឹងថាក្នុងចំណោមពួកយើងនរណាជាអ្នកលាក់ទុកគ្រាប់បែកនោះទេពេលគាត់និយាយបែបនេះធ្វើឲ្យគ្រប់គ្នានៅក្នុងហាងគិតថាវាអាចជារឿងប៉ັດដូចដែលគាត់និយាយអញ្ចឹងពួកគេក៏នាំគ្នាឆែកឆេរកាបូបគ្រប់គ្នាមិនថាអ្នកណាយកកាបូបណាមកនោះទេគឺត្រូវឆែកឆេររកគ្រាប់បែកទាំងអស់ហើយមិនមាននរណាដែលចង់ឲ្យមនុស្សប្លែកមុខមកឆែកឆេរនៅក្នុងកាបូបខ្លួននោះទេនៅពេលនោះបរិសុទ្ធចំណេះម្នាក់ដែលធ្លាប់ជាអតីតប៉ូលីសពីមុនមានកំភ្លើងក៏បានយកមកគំរាមឲ្យឆែកកាបូបគ្រប់គ្នាពេលឃើញកំភ្លើងបែបនេះគ្រប់គ្នាក៏យកព្រមឲ្យឆែកកាបូបបន្ទាប់ពីត្រួតពិនិត្យយ៉ាងម៉ត់ចត់ហើយក៏មិនឃើញថាមានគ្រាប់បែកអ្វីនោះទេមួយសន្ទុះក្រោយមកពួកគេក៏ឮសំឡេងអ្វីម្យ៉ាងឮចេញពីបន្ទប់ទឹកពេលទៅមើលក៏ឃើញថាបរិសុទ្ធធាត់ដែលដើរចូលទៅក្នុងហាងនៅខាងដើមសាច់រឿងគាត់នៅក្នុងបន្ទប់ទឹកក្អករហូតមិនទាន់ឈប់មើលទៅសភាពរបស់គាត់ដូចជាធ្ងន់ធ្ងរជាខ្លាំងហើយនៅពេលជាមួយគ្នានេះផងដែរនៅខាងក្រៅហាងក៏មានឡានមួយក្រុមបានជិះមកជាមួយនឹងមនុស្សមួយក្រុមដែលពួកគេនៅក្នុងហាងឃើញដូច្នេះក៏បានរត់ទៅមើលនឹងគូទ្វារកញ្ចក់ខាងមុខហាងព្រោះគាត់ថាពួកគេនឹងអាចជួយខ្លួនបានតែវាមិនមែនដូច្នេះនោះទេព្រោះថាក្រុមមនុស្សដែលមកនោះគឺជាក្រុមប៉ូលីសពិសេសដែលយកកង់ឡានមកដុតនៅខាងមុខហាងដែលមនុស្សនៅក្នុងហាងបានស្រែកឲ្យជួយគេផងជួយមើលមកខាងនេះបន្តិចបានទេតែប៉ូលីសពិសេសទាំងនោះធ្វើដូចមិនដឹងមិនឮពួកគេនៅតែយកកង់ឡានមកដុតនៅក្នុងគោលបំណងដុតហាងឲ្យកើតផ្សែងច្រើនឡើងបន្ទាប់ពីផ្សែងកើតឡើងខ្លាំងពេញទីក្រុងខាងទូរទស្សន៍ក៏បានចេញព័ត៌មានថានៅពេលនេះកំពុងតែមានការភ្លើងឆេះនៅកណ្ដាលទីក្រុងដោយនិយាយទៀតថាឡានតាក់កំពុងតែជិះទៅដើម្បីជួយបណ្ដុតភ្លើងនេះហើយសរុបមកមានន័យថាខាងទូរទស្សន៍កំពុងតែចេញព័ត៌មានកុហកព្រោះថាការប៉ັດទៅប៉ូលីសនឹងឯងជាអ្នកដុតសម្បកកង់ឡានទាំងនោះធ្វើឲ្យនៅកំពុងតែមានភ្លើងឆេះផ្សែងពេញកណ្ដាលក្រុងព្រមទាំងកុហកអ្នកព័ត៌មានទៀតថាវាគឺជាឧបទ្ទវហេតុភ្លើងឆេះនៅក្នុងគណៈពេលជាមួយគ្នានេះផងដែរនៅពេលដែលពួកគេកំពុងតែមើលទូរទស្សន៍សុកបរិសុទ្ធធាត់ដែលនៅក្នុងបន្ទប់ទឹកក៏បានក្រោកឡើងដើរមកខាងមុខពួកគេតែមុខមាត់របស់បរិសុទ្ធធាត់នោះមើលទៅមិនធម្មតានោះទេគាត់ដូចជាកើតរោគអ្វីមួយយ៉ាងដែលធ្ងន់ធ្ងរជាខ្លាំងបន្ទាប់មកបរិសុទ្ធធាត់នោះក៏ដួលទៅអ្នកដែលនៅក្នុងហាងក៏បានរងមកជួយគាត់ហើយបរិសុទ្ធធាត់នោះបាននិយាយថាកុំមកប៉ះខ្លួនខ្ញុំបន្ទាប់មកក៏បានស្លាប់ទៅ
ហើយនៅក្នុងពេលនេះដែរគ្រប់គ្នាក៏បានដឹងថាហេតុការណ៍នៃរឿងរ៉ាវទាំងអស់នេះគឺអាចកើតឡើងមកពីមេរោគឆ្លងសរុបមកគឺពួកប៉ូលីសមិនចង់ឲ្យមនុស្សដែលនៅខាងក្នុងហាងចេញទៅខាងក្រៅនោះទេពីព្រោះពួកគេគិតថាអ្នកដែលនៅខាងក្នុងហាងប្រកាសជាឆ្លងមេរោគនេះទាំងអស់ហើយដែរដូច្នេះហើយពេលដែលអ្នកនៅខាងក្នុងហាងដើរចេញទៅខាងក្រៅប៉ូលីសត្រូវបាញ់សម្លាប់ជៀសវាងការចម្លងមេរោគនេះបន្តបុរសដែលជាអតីតប៉ូលីសដែលមានកំភ្លើងនៅនឹងខ្លួនក៏បានបែងចែកមនុស្សចេញជាពីរក្រុមក្រុមទី1គឺជាក្រុមដែលមិនទាន់បានប៉ះពាល់ជាមួយនឹងបុរសធាត់ម្នាក់នោះហើយក្រុមមួយទៀតគឺជាមនុស្សដែលចូលទៅជួយបុរសធាត់នោះដោយបានប៉ះពាល់រាងកាយរបស់គាត់ក្រុមទី1មាន3នាក់ដោយដែលបានឃើញក្នុងរូបភាពនេះឯងហើយមនុស្ស5នាក់ទៀតគឺជាអ្នកដែលបានប៉ះពាល់បុរសធាត់នោះបន្ទាប់ពីនោះប៉ូលីសដែលមានកំភ្លើងបានប្រាប់ឲ្យអ្នកដែលបានប៉ះពាល់បុរសធាត់ម្នាក់នោះចូលទៅក្នុងបន្ទប់ក្រោមដីព្រមទាំងយកសាកសពរបស់បុរសធាត់នោះទៅក្រោមជាមួយដែរដែលផែនការរបស់គាត់គឺគាត់នឹងនិយាយទៅកាន់ក្រុមប៉ូលីសពិសេសថាគាត់អាចគ្រប់គ្រងស្ថានភាពបានហើយគាត់បានចាត់ការជាមួយមនុស្សដែលបានប៉ះពាល់អ្នកដែលបានផ្ទុកមេរោគឲ្យចុះទៅបន្ទប់ក្រោមដីហើយដោយប្រាប់កុំឲ្យប៉ូលីសពិសេសសម្រាប់ពួកគេអីនិយាយឲ្យងាយទៅគឺពួកគេនឹងយករួចខ្លួនតែ3នាក់នឹងឯងបន្ទាប់ពីនោះអ្នកទាំង5ដែលបានប៉ះពាល់បរិសុទ្ធធាត់នោះក៏បានចូលទៅបន្ទប់ក្រោមដីទាំង5នាក់នោះមានដូចជាតួអង្គស្រីរបស់យើងបរិសុទ្ធអ្នកឃោសនាបរិសុទ្ធដែលជាបុគ្គលិកហាងអ៊ំស្រីហើយនិងបរិសុទ្ធដែលមានសតិមិនល្អនៅក្នុងបន្ទប់ក្រោមដីនោះអ៊ំស្រីក៏បានចាប់ផ្ដើមដកដង្ហើមមិនរួចគាត់ក៏បានទៅគូទ្វារខាងលើរហូតដល់កើតឧបទ្ទវហេតុធ្វើឲ្យដបទឹកធ្លាក់មកបែកហើយក៏ធ្វើឲ្យពួកគេទាំង5នាក់ឃើញថានៅខាងក្រោមបន្ទប់ក្រោមដីនេះមានលូទឹកនៅខាងក្រោមនឹងហើយពួកគេគិតថាវាក៏ជាផ្លូវដែលអាចឲ្យពួកគេរត់គេចបានដូចគ្នាដោយមិនចាំយូរបរិសុទ្ធដែលមានសតិមិនល្អក៏ស្ម័គ្រចិត្តចុះទៅក្នុងលូនោះមុនគេពីព្រោះមើលទៅគាត់គឺជាអ្នកដែលមានទូជាងគេនៅក្នុងចំណោមបរិសុទ្ធទាំង3នាក់បន្ទាប់មកពួកគេក៏បានយកប្រេងឆាមកស្រោចលាបពេញខ្លួនរបស់គាត់ឲ្យរអិលបំផុតតាមតែអាចធ្វើទៅបានហើយក៏ព្យាយាមរុញខ្លួនគាត់ចូលទៅក្នុងបំពង់លូខាងក្រោមនោះពួកគេទាំងអស់គ្នារុញផងញាត់ផងចាក់ខ្លាំងថែមទៀតផងក៏មិនអាចទៅរួចដដែលដោយសារតែមានរបស់គាត់ធំពេកហើយបំពង់លូនោះគឺមានរន្ធទូជាងមានរបស់គាត់នៅពេលដែលកំពុងរញ៉េរញ៉ៃគ្នាអំពីការរុញគាត់ចុះទៅខាងក្រោមលូនោះបរិសុទ្ធដែលជាបុគ្គលិកហាងបានឮសំឡេងកំភ្លើងពីខាងលើមកគឺពួកប៉ូលីសបានចូលមកក្នុងហាងនោះនិងបានចាត់ការបាញ់សម្លាប់អ្នកទាំង3ដែលនៅខាងលើហើយតែប៉ូលីសទាំងនោះមិនដឹងទេថាមាន5នាក់ទៀតដែលនៅខាងក្រោមបន្ទាប់ពីសំឡេងកំភ្លើងបានស្ងប់ស្ងាត់ហើយក៏មានផ្សែងចេញពីខាងលើប៉ូលីសទាំងនោះមិនត្រឹមតែបាញ់សម្លាប់អ្នកទាំង3នោះទេគឺថែមទាំងដុតហាងទៀតផងបន្ទាប់ពីនេះមិនយូរប៉ុន្មានផ្សែងក៏បានហុយមកដល់បន្ទប់ក្រោមដីធ្វើឲ្យពួកគេទាំង5នាក់ពិបាកក្នុងការដកដង្ហើមដោយសារតែបំពង់លូទីនោះត្រូវបានបុរសដែលមានសតិមិនល្អកំពុងតែជាប់ដូច្នេះហើយផ្សែងមិនអាចចេញទៅខាងក្រៅបានពួកគេទាំងអស់គ្នាក៏បានជួយគ្នាទាញគាត់ចេញពីបំពង់លូនោះពេលចេញបានសម្រេចហើយអ៊ំស្រីនៅតែពិបាកដកដង្ហើមដដែលគាត់ក៏បានដើរទៅមាត់ទ្វារហើយក៏ព្យាយាមយកដៃរុញទៅលើទ្វារខាងលើដោយសារតែភ្លើងកំពុងតែឆេះក្តៅធ្វើឲ្យដៃរបស់អ៊ំស្រីរលាកចង់រលួយតែម្ដងហើយគាត់ក៏បានសម្លាប់ទៅគ្រប់គ្នាបានមកជួយរុំរបួសឲ្យអ៊ំស្រីពេលដែលអ៊ំស្រីដឹងខ្លួនពីសន្លប់ឡើងវិញភ្លើងខាងលើក៏បានរលត់ហើយបរិសុទ្ធដែលជាអ្នកឃោសនាក៏បានបើកទ្វារចេញទៅខាងក្រៅមើលក៏បានឃើញកំភ្លើងរបស់អតីតប៉ូលីសដែលបានគេសម្លាប់គាត់ក៏បានយកកំភ្លើងនោះមកទុកបន្ទាប់មកពួកគេទាំង5នាក់ក៏បានដើរពិនិត្យមើលខាងលើហាងដែលសភាពនៃហាងគឺត្រូវភ្លើងឆេះអស់ទៅហើយអ្វីដែលចម្លែកគឺពួកគេមិនបានឃើញសាកសពរបស់អ្នកទាំង3នាក់នោះទេហើយនៅខាងក្រៅហាងក៏មានប៉ូលីសនៅចាំយាមទៀតពួកគេក៏បាននាំគ្នាពួនកុំឲ្យប៉ូលីសឃើញពីព្រោះខ្លាចត្រូវគេសម្លាប់ដូចគ្នាដែរបន្ទាប់មកតួអង្គស្រីរបស់យើងក៏បានប្រទះឃើញទូរស័ព្ទរបស់បរិសុទ្ធធាត់នោះពេលនាងបើកមើលសារនៅក្នុងទូរស័ព្ទដៃនោះក៏បានដឹងថាបរិសុទ្ធធាត់ម្នាក់នោះបានឆ្លងមេរោគហើយប៉ូលីសតាមចាប់ខ្លួនរបស់គាត់ដើម្បីសម្លាប់ក្រៅពីនេះនៅមានសារដែលនិយាយប្រាប់ទៀតថាបរិសុទ្ធធាត់ម្នាក់នេះគឺមានថ្នាំវ៉ាក់សាំងសម្រាប់ចាក់ការពារពេលឃើញសារបែបនេះហើយគ្រប់គ្នាក៏បានចែកផ្លូវគ្នាទៅរកថ្នាំនោះពេលនាំគ្នារកបានមួយសន្ទុះបរិសុទ្ធដែលមានសតិមិនល្អក៏បានរកឃើញថ្នាំចាក់មុនគេថ្នាំចាក់នោះទាំងអស់មាន4ដើមហើយបរិសុទ្ធឃោសនាដែលមានកំភ្លើងក៏បានយកទៅភ្ជុំបរិសុទ្ធដែលមានសតិមិនល្អនោះដើម្បីឲ្យយកថ្នាំមកឲ្យតែបរិសុទ្ធដែលមានសតិមិនល្អក៏បានយកថ្នាំមួយដើមមកចាក់ខ្លួនឯងជាមុនសិនមុននឹងប្រកល់3ដើមដែលនៅសល់ឲ្យទៅកាន់ពួកគេទាំងនោះព្រមទាំងនិយាយសារចំអកថាពួកឯងមានគ្នា4នាក់យក3ដើមនេះទៅចែកគ្នាទៅហើយសារចំអកជាខ្លាំងគ្រាន់តែលើកបែបនេះបរិសុទ្ធដែលជាអ្នកឃោសនាខឹងជាខ្លាំងក៏បានចូលទៅវាយដំបរិសុទ្ធដែលមានសតិមិនល្អនោះហើយថែមទាំងតស៊ូប្រយុទ្ធជាមួយគ្នាទៅវិញទៅមករហូតធ្វើឲ្យថ្នាំចាក់ធ្លាក់ទៅបន្ទប់ក្រោមដីអ៊ំស្រីក៏បានដើរទៅរកថ្នាំចាក់នោះដោយដៃរបស់គាត់រុំរបួសពេញដៃធ្វើឲ្យគាត់ចាប់ថ្នាំចាក់នោះមិនណែនជាប់ហើយក៏ធ្វើឲ្យថ្នាំចាក់ទាំងអស់ធ្លាក់ចូលទៅក្នុងប្រហោងលូទៅក្រោមបាត់ទៅដែលធ្វើឲ្យពួកគេម្នាក់ៗពិបាកចិត្តខ្លាំងមែនទែនតែទោះជាយ៉ាងណាក៏ពួកគេត្រូវរកវិធីចុះទៅយកថ្នាំចាក់នោះឲ្យបានមកដែរហើយនៅក្នុងពេលនោះដែរគ្រប់គ្នាក៏បានមើលទៅកាន់តួអង្គស្រីរបស់យើងព្រោះថានាងមានទូជាងគេបន្ទាប់មកនាងត្រូវលាបខ្លួនជាមួយនឹងខ្លាញ់ពេញខ្លួននិងត្រូវបានគេរុញញាត់ចូលទៅក្នុងបំពង់លូនោះនាងបានអត់ទ្រាំនឹងការឈឺចាប់យ៉ាងយូរទម្រាំតែបានចុះទៅក្រោមបានសម្រេចនាងបានហែទៅរកបំពង់ថ្នាំចាក់នោះរហូតដល់ឃើញអ្នកដែលនៅខាងលើក៏បានស្រែកប្រាប់នាងថា
ឲ្យហុចថ្នាំចាក់ឡើងមកលើមកតែតួអង្គស្រីរបស់យើងមិនព្រមនោះទេហើយនិយាយទៅកាន់វិញថាប្រសិនបើអ្នកទាំងអស់គ្នាចង់បាញ់ថ្នាំចាក់ចោះមកយកខ្លួនឯងមកហើយចាំពួកយើងចែកគ្នានៅខាងក្រោមធ្វើឲ្យអ្នកទាំង4ដែលនៅខាងលើមិនមានផ្លូវជ្រើសរើសពីព្រោះពួកគេទាំង3នាក់មានមាឌធំពេកឲ្យចោះចូលទៅក្នុងបំពង់លូកនោះយ៉ាងដូចម្ដេចពួកគេក៏បានរិះរកវិធីយករបស់រឹងមកដាប់កំទេចថ្មនោះឲ្យធំជាងមុនហើយនៅក្នុងពេលនោះដែរតួអង្គស្រីរបស់យើងក៏បានដើរត្រួតពិនិត្យនៅខាងក្រោមលូនោះព្រមទាំងយកថ្នាំចាក់ទៅលាក់ទុកដូចគ្នាពេលដែលបានមួយសន្ទុះនាងក៏បានឃើញប្រហោងលូដែលមើលទៅខាងក្រៅបានហើយនៅពេលនោះខាងក្រៅគឺមានប៉ូលីសជាច្រើនអ្នកកំពុងតែធ្វើបប្រតិបត្តិការនិងសម្អាតសាកសពអ្នកដែលឆ្លងមេរោគចំណែកឯអ្នកទាំង4ពេលនេះពួកគេក៏បានចុះមកខាងក្រោមលូបានសម្រេចហើយបរិសុទ្ធដែលជាអ្នកឃោសនាក៏បានយកពេលនេះឈ្លោះគ្នានិងវាយគ្នាជាមួយបរិសុទ្ធដែលមានសតិមិនល្អម្ដងទៀតហើយលើកនេះបរិសុទ្ធដែលជាអ្នកឃោសនាគឺជាអ្នកឈ្នះចំណែកឯបរិសុទ្ធដែលមានសតិមិនល្អនោះបានពួកគេគិតថាស្លាប់នៅក្នុងទឹកហើយពីព្រោះមិនបានឃើញគាត់ងើបឡើងវិញនោះទេបន្ទាប់ពីនោះតួអង្គស្រីរបស់យើងក៏បានដើរនាំផ្លូវទៅរកកន្លែងដែលលាក់ថ្នាំចាក់នោះនៅតាមផ្លូវនោះគឺគងឹតជាខ្លាំងហើយនៅសុកក៏មានមនុស្សម្នាក់ធ្លាក់ចូលទៅក្នុងទឹកពួកគេបានព្យាយាមស្រែកហៅតែក៏បានសង្កេតឃើញថាបរិសុទ្ធដែលជាបុគ្គលិកមិនបានស្រែកហៅនោះទេមានន័យថាគាត់គឺជាអ្នកដែលធ្លាក់ចូលទឹកនឹងហើយតែដោយសារតែនៅក្នុងលូនោះងងឹតជាខ្លាំងមើលអ្វីមិនឃើញនោះទេតួអង្គស្រីរបស់យើងក៏បានប្រាប់ឲ្យបរិសុទ្ធឃោសនាបាញ់កំភ្លើងចេញទៅពីព្រោះវានឹងធ្វើឲ្យមានផ្កាភ្លើងចេញមកអាចធ្វើឲ្យពួកគេដឹងថាបរិសុទ្ធដែលជាបុគ្គលិកនោះធ្លាក់នៅកន្លែងណាពេលបរិសុទ្ធឃោសនាបាញ់កំភ្លើងចេញទៅក៏ឃើញអ៊ំស្រីកំពុងតែចាប់ក្បាលរបស់បុគ្គលិកចូលមុតចូលទៅក្នុងទឹកដើម្បីសម្លាប់ហេតុផលដែលគាត់ធ្វើបែបនេះគឺដោយសារតែថ្នាំចាក់មានតែ3ដើមតែប៉ុណ្ណោះហើយមនុស្សមានគ្នាដល់ទៅ4នាក់ធ្វើឲ្យអ៊ំស្រីគិតថាចង់សម្លាប់បរិសុទ្ធដែលជាបុគ្គលិកម្នាក់ដើម្បីឲ្យថ្នាំចាក់គ្រប់នឹងចំនួនមនុស្សប្រើល្មមបន្ទាប់មកពួកគេក៏បានជួយបរិសុទ្ធដែលជាបុគ្គលិកនោះឲ្យរួចខ្លួនហើយពួកគេក៏បានសម្រេចចិត្តថានឹងសម្លាប់អ៊ំស្រីនេះវិញដើម្បីឲ្យថ្នាំចាក់គ្រប់ចំនួនមនុស្សពីព្រោះថាអ៊ំស្រីគឺជាអ្នកដែលមានគំនិតមិនល្អចំពោះអ្នកផ្សេងមុនតែថាបរិសុទ្ធឃោសនានោះមិនហ៊ានលើកដៃបាញ់សម្លាប់អ៊ំស្រីនោះទេចំណែកឯអ៊ំស្រីវិញក៏បាននិយាយថាបើឯងមិនហ៊ានបាញ់សម្លាប់ទុកឲ្យយើងជាអ្នកបាញ់ខ្លួនឯងក៏បានមើលទៅគាត់ក៏យល់ព្រមទទួលកម្មវិធីរបស់ខ្លួនគាត់ដែរគាត់ក៏បានយកកំភ្លើងឲ្យដើរចេញទៅឆ្ងាយដើម្បីសម្លាប់ខ្លួនបន្ទាប់មកពួកគេទាំង3នាក់ក៏បានដើរទៅរកកន្លែងដែលលាក់ទុកថ្នាំចាក់នោះគ្រប់គ្នាបានថ្នាំចាក់ម្នាក់មួយគ្រប់ចំនួនមនុស្សល្មមតែនៅក្នុងកំឡុងពេលដែលពួកគេកំពុងតែសប្បាយចិត្តពួកគេក៏បានឮសំឡេងកាក់ធ្លាក់ពីលើថ្មដោយមិនដឹងថានរណាជាអ្នកបោះកាក់នោះទេពេលដើរទៅតាមសំឡេងកាក់ទៅក៏បានឃើញសាកសពរបស់អ៊ំស្រីបានដេកស្លាប់និងមានកាក់បិទនៅចំភ្នែករបស់គាត់ទាំងសងខាងពួកគេទាំងអស់គ្នាឆ្ងល់ជាខ្លាំងថានរណាជាអ្នកធ្វើរឿងបែបនេះហើយបរិសុទ្ធដែលមានសតិមិនល្អក៏បានលេចខ្លួនចេញមកហើយវាក្បែរបរិសុទ្ធដែលជាបុគ្គលិកហាងចំពីក្រោយខ្នងមួយទំហំធ្វើឲ្យគាត់ស្លាប់បាត់និងធ្លាក់ចូលទៅក្នុងទឹកទៅហើយការត្រឡប់មកវិញរបស់បរិសុទ្ធដែលមានសតិមិនល្អនេះគឺគាត់ខឹងជាខ្លាំងហើយនឹងមកសងសឹកពួកគេទាំងអស់គ្នានៅសភាពនៃលុះទូទៀតគាត់ក៏បានដេញកាប់តួអង្គស្រីនិងបរិសុទ្ធឃោសនាទាំងពីរនាក់គេទាំងពីរនាក់ក៏បានរត់គេចរហូតដល់ផ្លូវចេញតែបរិសុទ្ធដែលមានសតិមិនល្អនោះក៏តាមប្រគៀកមែនទែនពេលនោះពួកគេទាំងពីរនាក់ក៏បានឡើងកម្មជណ្ដើរទៅខាងលើដើម្បីបាត់ទ្វារលូបរិសុទ្ធដែលមានសតិមិនល្អក៏បានចាប់ជើងបរិសុទ្ធឃោសនានោះជាប់ហើយក៏បានទាញទម្លាក់ព្រមគ្នាទៅធ្វើឲ្យបរិសុទ្ធដែលមានសតិមិនល្អនិងបរិសុទ្ធឃោសនាបានធ្លាក់ស្លាប់ទាំងពីរនាក់នៅសល់តែតួអង្គស្រីរបស់យើងតែម្នាក់ប៉ុណ្ណោះដែលរួចខ្លួនធ្វើឲ្យតួអង្គស្រីរបស់យើងមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលបរិសុទ្ធឃោសនាសុខចិត្តលះបង់ជីវិតរបស់ខ្លួនដើម្បីឲ្យនាងរួចខ្លួនបន្ទាប់មកនាងក៏បានយកថ្នាំវ៉ាក់សាំងមកចាក់នៅលើដៃរបស់ខ្លួននិងព្យាយាមបើកគម្របលូដើម្បីចេញទៅខាងក្រៅហើយនាងក៏ធ្វើបានសម្រេចពេលដែលនាងចេញមកខាងក្រៅមានសេរីភាពហើយនាងបានដើរនៅលើផ្លូវទាំងសភាពខ្លួនបែបនេះធ្វើឲ្យអ៊ំស្រីចិត្តល្អម្នាក់បានយកអាវរងាមករំឲ្យនាងហើយហេតុការណ៍ដែលនៅខាងក្រៅមើលទៅដូចជាមានសភាពធម្មតាគ្រប់យ៉ាងមនុស្សម្នាដើរតាមផ្លូវយ៉ាងដូចធម្មតាដោយមិនដឹងថាមានអ្វីដែលបានកើតឡើងនៅក្នុងហាងនោះទេតួអង្គស្រីរបស់យើងបានដើរនៅលើផ្លូវទាំងសោកស្ដាយនិងអារម្មណ៍ក្រកក្ដួលនៅកណ្ដាលប្រជាជនកំពុងតែប្រើជីវិតយ៉ាងធម្មតាដោយមិនដឹងថានាងបានជួបរឿងអ្វីខ្លះនិងហេតុការណ៍អ្វីខ្លះនោះទេហើយរឿងនេះក៏ត្រូវបានបញ្ចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ការសម្ដែងរឿងរបស់ខ្ញុំ